ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការបង្កើនចំនួនអ្នកមើលទៅលើវីដេអូ live stream សម្រាប់បងប្អូនអ្នកលក់អនឡាញឬក៏បងប្អូនអ្នក live game បងប្អូនចង់ឲ្យមានចំនួនអ្នកមើលច្រើននៅក្នុង live របស់បងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូ live របស់បងប្អូនយកទៅផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM សម្រាប់ការធ្វើនឹងដែរគឺបងប្អូនអត់ចាំបាច់ភ័យឬក៏ព្រួយបារម្ភថានៅពេលដែលបងប្អូនមកធ្វើការបញ្ជាទិញទៅលើសេវាកម្មណាមួយហើយអត់ដំណើរការទេបងប្អូនគ្រប់សេវាកម្មដែលនៅក្នុង website នឹងដែរគឺសុទ្ធតែដំណើរការទាំងអស់បងប្អូនប៉ុន្តែសម្រាប់សេវាកម្មខ្លះក៏ទទួលបានលទ្ធផលលឿនហើយសម្រាប់សេវាកម្មខ្លះទៀតក៏ទទួលបានលទ្ធផលយូរចឹងបងប្អូនប៉ុន្តែសុទ្ធតែទទួលបានលទ្ធផលទាំងអស់អញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងណាបងប្អូនជាដំបូងបងប្អូនអាចចូលទៅក្នុងវីដេអូ live របស់បងប្អូនសិនមកដើម្បីចូលទៅធ្វើការ copy link ជាមុនសិនដើម្បីអាចធ្វើការ copy link បានបងប្អូនឃើញសញ្ញាព្រួយនៅខាងឆ្វេងដៃហើយនៅខាងក្រោមនឹងអត់បងប្អូនចុចទៅលើសញ្ញាព្រួយនឹងមកបន្ទាប់មកបងប្អូនអូនមកខាងស្ដាំដៃបន្តិចមកហើយចុចនៅលើពាក្យ copy link បន្ទាប់ពី copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង live របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នេះដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាណាបងប្អូនបើសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងចូលតាមរយៈ Chrome មកបងប្អូនបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMអូខេបងប្អូនចុចលើពាក្យ code នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងនោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់របៀបចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះណាបងប្អូននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook Live គឺការបន្ថែម view ទៅលើវីដេអូ live stream របស់បងប្អូនអញ្ចឹងជាដំបូងបងប្អូនចុចនៅលើពាក្យថា Facebook Live នឹងមកហើយបន្តមកទៀតបងប្អូនអូនមកក្រោមដើម្បីចុចនៅកន្លែង category នេះនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសគឺយើងមានដល់ទៅ18សេវាកម្មណាបងប្អូនសម្រាប់សេវាកម្មនឹងដែរគឺស្តៀងគ្នាទេបងប្អូនអញ្ចឹងបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺ Facebook Live Stream Server 1នេះហ่าបងប្អូនបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសហើយយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃខ្ពស់ហ่าបងប្អូនសម្រាប់សេវាកម្មដែលមានតម្លៃកាន់តែខ្ពស់គុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អណាស់បងប្អូនឃើញសេវាកម្មនីមួយៗមានចំនួននាទីនៅក្នុងនោះអត់ដូចជា15នាទី30នាទី45នាទី60នាទីសម្រាប់នាទីទាំងអស់នឹងដែរគឺមានន័យថានៅពេលដែលបងប្អូនធ្វើការបញ្ជាទិញទៅលើសេវាកម្មណាមួយឧទាហរណ៍ថាបងប្អូនធ្វើការបញ្ជាទិញទៅលើសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺសេវាកម្មដែលមាន ID code 4668សម្រាប់សេវាកម្មនេះដែរគឺយើងឃើញមានចំនួន15នាទីគឺមានន័យថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះអញ្ចឹង view នឹងចាប់ផ្ដើមឡើងហើយ view នឹងនៅថេររយៈពេល15នាទីណាបងប្អូនសម្រាប់សេវាកម្មផ្សេងទៀតក៏ដូចគ្នាបងប្អូនគឺ view នឹងនៅថេររយៈពេល30នាទី45នាទី60នាទីអាស្រ័យទៅលើសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសបើសិនជាបងប្អូនចង់ឲ្យ view នៅថេររយៈពេលយូរបងប្អូនអាចជ្រើសរើសសេវាកម្មដែលមានតម្លៃខ្ពស់បានណាបងប្អូនបើសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនចឹងគឺខ្ញុំយកត្រឹមតែសេវាកម្មទី1ទេបងប្អូនគឺសេវាកម្មដែលមាន ID code 4668 stay 15 minute ទេបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល7នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុងវីដេអូ live stream របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹងលោតអក្សរផាសមកឲ្យបងប្អូនចឹងបងប្អូនចុចទៅលើអក្សរផាសហ្នឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយបន្តមកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងហ្នឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន view ដែលបងប្អូនចង់បាននៅត្រង់កន្លែងហ្នឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី20 view ទៅដល់20000 view បងប្អូនអញ្ចឹងនៅចន្លោះតួលេខហ្នឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម20 view ហើយ
នឹងច្រើនបំផុតគឺត្រឹម 20,000 view បងប្អូនតើពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាតសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗមកបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនឧទាហរណ៍ថាដូចនៅក្នុងវីដេអូនេះដែរគឺខ្ញុំដាក់ចំនួន20 view បងប្អូនគឺអស់ត្រឹមតែ 0.01 សេនទេបងប្អូនប៉ុន្តែសម្រាប់កន្លែងឆាតនឹងដែរគឺវាអត់នៅថេរទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន view ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួន 1k ឬក៏ 2k អញ្ចឹងនៅកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលទៅតាមហ្នឹងណាបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះប៉ុន្តែសម្រាប់វីដេអូនេះដែរគឺខ្ញុំអត់បានធ្វើការចុច submit ឬក៏ធ្វើការបញ្ជាទិញទេបងប្អូនគឺខ្ញុំគ្រាន់តែបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើន view តើគេនឹងត្រូវធ្វើរបៀបម៉េចណាបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលបានធ្វើការចុច submit ហើយនោះនឹងលោតជាផ្ទាំងវិក័យប័ត្រមួយបងប្អូននៅត្រង់កន្លែងនេះសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកហើយសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល7នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនហើយសម្រាប់ view របស់សេវាកម្មនេះដែរគឺនឹងនៅថេររយៈពេល15នាទីណាបងប្អូនសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន view ទៅលើវីដេអូ live stream ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ